ធ្លាប់តែហូបលៀសរដងបងប្អូនទាំងអស់គ្នាតែបងប្អូនខ្លះហើយអាចដូចខ្ញុំដែរតែហូបលៀសអត់ដឹងថាលៀសមានលៀសទលេបាទលៀសស្ទឹងលៀសព្រែកបន្លាយលៀសបឹងនឹង5បាត់ហើយបាទវាគាត់រឿងសលៀងគ្នាបាទលៀសសលៀងវាស្បករៀងស្ដៅបាទប៉ុន្តែតាមទាំងលៀសទាំង5ប្រភេទហ្នឹងលៀសនៅកន្លែងណាដែលធំជាងគេហើយមានរសជាតិឆ្ងាញ់ដែលបងធ្លាប់ដឹងជាលៀសស្ទឹងសាច់រៀងណែនលៀសហ្នឹងមកមែនអូណែបងប្អូនណែមកមើលតិចបងប្អូនណែមកមើលមើលលៀសចាក់ច្រើនក៏ល្អដែរអូគាត់ថាលៀសនេះឆ្ងាញ់លៀសដីក្រហមវាមានតាំងប្រភេទដីវារស់នៅបាទហើយបងប្អូនដែលកំពុងតាមដានទស្សនាបងប្អូនធ្លាប់ហូបធ្លាប់ដឹងថានៅកន្លែងទីតាំងណាផ្សេងទៀតដែលមានលៀសមានរសជាតិឆ្ងាញ់តាមដែលបងប្អូនទំនៀមទម្លាប់ឬក៏កន្លែងបងប្អូនដឹងអាចពីខមមិនបន្ថែមមកខ្ញុំបានដឹងផងហើយចែករំលែកឲ្យបងប្អូនខ្មែរយើងទាំងអស់បានដឹងផងហើយមកកំប៉ុង3000បងប្អូនហើយកុំទៅតថ្លៃពេកខ្ញុំសុខានយូចូលរាវផ្ទាល់ហើយចង់ដឹងរសជាតិចង់ដឹងថាការរាវលៀសហ្នឹងតម្រាំបានមួយពេលដែលគេលក់ទៅលើទីផ្សារឃើញកទាំងកណោហ្នឹងមកកំប៉ុង3000 4000 5000ហ្នឹងខ្ញុំគិតថាថ្លៃប៉ុន្តែពេលដែលខ្ញុំបានសុខានយូមកចោះរាវខ្លួនឯងបានដឹងថាតម្លៃហ្នឹងគឺសមមែនទែន Sahara